ជំរាបសួរលោកគ្រូខ្ញុំឈ្មោះលីលក្ខណាថ្ងៃនេះមក demo ពាក់ព័ន្ធជាមួយនឹង client side rendering static side generation និងមួយទៀតគឺ server side rendering what is static side generation what is client side rendering and what is server side rendering ទី1យើងនិយាយពាក់ព័ន្ធជាមួយនឹង client side rendering client side rendering គឺជាការ render website ដែលចេញពី browser របស់យើងផ្ទាល់ដែលបង្កើតឡើងដោយការ render ឬក៏ទាញយកជាប្រភេទJavaScript និង HTML ដែលយើងធ្វើការ request ដែលយើងបាន request server បានផ្ញើទៅ HTML និង JavaScript បន្តមកទៀត browser នឹងធ្វើការជាមួយនឹង JavaScript ដើម្បីទាញយកទិន្នន័យរបស់ API និងបង្ហាញជាគេហទំព័រនៅលើ browser ជាក់ស្ដែងឧទាហរណ៍ដូចជា Google Map ឬក៏ Trello ឬក៏ Facebook Dashboard ជាដើមបន្តមកទៀតយើងនិយាយពាក់ព័ន្ធជាមួយនឹង what is static site generation static site generation គឺជាការ build ឬក៏ការបង្កើតឡើងដោយទុក build ឡើងដោយ HTML build ចេញពី website ផ្ទាល់ហើយវាបញ្ជូនទៅកាន់ computer ឬបានប្រើប្រាស់បានមានថាវាជាប្រភេទ static ដែលវា build ចូលជា file HTML ទាំងមូលហ្មងដោយ developer build website HTML ត្រូវបានគេបង្កើតទុកស្រាប់និងរក្សាទុកនៅក្នុង server ឧទាហរណ៍ដូចជាប្រភេទពពុះ blog ឬក៏ document ឬក៏ company website ដែលគេ build ទុកឧទាហរណ៍ដូចជាពពុះ Eon Specialized Bank ឬក៏ website hotel មួយចំនួនឬក៏គ្រប់ company មួយចំនួនទៀតមួយទៀតយើងនិយាយពាក់ព័ន្ធជាមួយនឹង static site server side rendering server side rendering គឺជាប្រភេទវាគឺជាប្រភេទ server មួយដែលបង្កើតចេញពី HTML ដែលបានបញ្ជូន HTML ទៅកាន់ browser រួចផ្ទាល់ឬក៏យើងអាចនិយាយបានថាវាគឺជា standard នៃ machine ដែលបានស្នើសុំទៅឬក៏ទាញយកទិន្នន័យជាចុងក្រោយនៃ HTML ពេញលេញនៅក្នុងរួចផ្ញើទៅជាកម្មវិធីឬក៏ app ដែលឧទាហរណ៍វាច្រើនប្រើទៅលើពពុះwebsite e-commerce ទី2ហេតុអ្វីបានយើងប្រើ client side rendering static site generation និង server side rendering ទី1ពាក់ព័ន្ធជាមួយនឹង client side rendering នេះនៅក្នុងអំឡុងពេលដែលយើងប្រើប្រាស់វាមានភាពអានិរន្តរភាពខ្ពស់និងស្តៀងនឹងកម្មវិធីដែរកម្មវិធី app ដែរហើយវាព្រមទាំងទទួលល្បឿនលឿនឬក៏ល្បឿនលឿនហើយមិនព្រមទាំងទទួលយកការបាត់បង់នៃ SEO នៅវានឹងមិនផ្ទុក
ធ្វើឲ្យមានល្បឿនលឿនដំបូងដើម្បីទទួលបានបទពិសោធន៍ល្អនៅពេលក្រោយនៅពេលយើងប្រើ website មួយទៀត static site generation វាចង់បានល្បឿនលឿនបានល្បឿនលឿនហើយនឹងត្រូវការម៉ាស៊ីនសម្រាប់ថ្លៃដើមម៉ាស៊ីនមេទាបបំផុតនិងមានសុវត្ថិភាពខ្ពស់និងមាន SEO ល្អសម្រាប់ content ដែលមិនផ្លាស់ប្ដូរញឹកញាប់ប្រភេទដែលមិនផ្លាស់ប្ដូរញឹកញាប់វាជាប្រភេទរបស់ company មួយទៀតវាត្រូវការទាំង SEO ល្អនិងបរិមាណមានការផ្លាស់ប្ដូរជានិច្ចនិងមានអ្នកចូលទៅប្រើប្រាស់ច្រើនឬក៏ការ request នឹងច្រើន data ក្នុងរយៈពេល1នាទីឬក៏1ម៉ោងអញ្ចឹងពេលណាដែលយើងគួរតែប្រើប្រាស់ client side rendering static site generation និង server side rendering មួយជាប្រភេទ CSS វាប្រភេទ page behind login ឬក៏ data defined for user យើងមិនត្រូវការពពួក SEO យើងមិនត្រូវការពពួក SEO ដែលពាក់ព័ន្ធមួយនេះច្រើនប្រើទៅលើប្រភេទ dashboard admin bank ឬក៏ dashboard internet tool ឬក៏ email ឬក៏ Trello មួយនេះយើងច្រើនឃើញប្រើពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរមាតិកាញឹកញាប់ឬក៏ការប្រើប្រាស់ផ្លាស់ប្ដូរមាតិកាមិនសូវញឹកញាប់ប្រភេទ company ដែល build ឲ្យសម្រាប់ display ឲ្យគេឆែកមើល information ល្បឿនផ្ទុកវាលឿននិងមានបូកទាំង SEO សំខាន់មួយទៀតនិយាយទៅអានេះប្រភេទទុកសម្រាប់ឲ្យគេចូលទៅមើល document ពីច្រើនវាប្រើប្រាស់ប្រភេទទៅលើ company ឬក៏ website marketing សម្រាប់ display គ្រាន់តែ show បង្ហាញនៅផលិតផលពាក់ព័ន្ធជាមួយនឹង server side rendering ប្រភេទ data ដែល change ញឹកញាប់ដូចជាពពួក e-commerce ឬក៏ផ្សារមួយចំនួនដែលគេ build លក្ខណៈជា app ដើម្បី run business online ការផ្ទុកល្បឿនផ្ទុកនិង SEO វាសំខាន់ហើយមួយទៀតមានអ្នកទៅ refresh ឬក៏ទៅចូលទៅកាន់ website ហ្នឹងច្រើនដូចជាពពួក e-commerce product ប្រភេទទៅពពួកព័ន្ធជាមួយនឹងប្រភេទ e-commerce ដូចជា hotel ឬក៏ហាងមួយចំនួនដែលគេប្រើជាលក្ខណៈ app ដើម្បីឲ្យចូលទៅទិញឬក៏ដូចជា Food Panda e-cat ដូចជាដើមមួយទៀតការប្រៀបធៀប compare វាវិញពាក់ព័ន្ធជាមួយនឹង client side rendering វាប្រើទៅលើ browser ហើយវារៀង speed របស់វារៀង slow ហើយបន្តមកទៀតវាខ្សោយនឹងការការពារហើយការតបរបស់វាគឺភ្លាមមួយទៀតserver side ឬក៏ថ្លៃដើមទាប server cost ឬក៏ loading វាទាបហើយbest សម្រាប់អ្នកប្រើសម្រាប់
login ឬក៏ user app ដែល build ជា local មួយទៀតពាក់ព័ន្ធជាមួយនឹង client static site generation នេះវា build time ហើយវាលឿនវាល្អពាក់ព័ន្ធជាមួយនឹង SEO វាល្អ ហើយនឹងdata frame ឬក៏ភាពថ្មីនៃទិន្នន័យទៅ data frame វារៀងព្រោះតា rebuild ឡើងវិញវាថាវារៀងចាស់ rebuild រហូតហើយមួយទៀត slide down server វាទាបនេះប្រើល្អបំផុតសម្រាប់ពពួក company ដែលមិនសូវដោះដូរច្រើនទៅលើ page មួយនេះវា build របស់វាគឺការវាជាប្រភេទជាការស្នើសុំវាជា request វាលឿនវាជាមួយវាលឿន SEO ក៏វាល្អដែរហើយ data frame វាគឺថ្មីបំផុតហើយវា server តម្លៃវាថ្លៃហើយវាល្អបំផុតសម្រាប់ការផ្លាស់ប្ដូរទិន្នន័យដែលប្រភេទជាញឹកញាប់ពាក់ព័ន្ធជាមួយនឹង product ឬក៏ផលអីអរគុណលោកគ្រូ